ទោះបីជាញោមក្រក៏ដោយប្រឹងបញ្ជូនកូនឲ្យបានមករៀនសូត្រគ្រប់គ្នាណាដោយហើយទៅឲ្យបានចប់ត្រឹមបាក់ដប់ដែរណាយាយណាដោយហើយទៅឲ្យគាត់រៀនបានចប់ត្រឹមបាក់ដប់ដែរនឹងគោលការណ៍របស់រដ្ឋក៏ធ្វើម៉េចដោយហើយទៅឲ្យបានត្រឹមឌីប្លូមប៉ុន្មានថាឌីប្លូមឥឡូវនេះយកប្រើការកើតទេណាអញ្ចឹងដោយហើយឲ្យបានត្រឹមបាក់ដប់ក៏បានត្រឹមបាក់ដប់ណាបើយើងគ្មានលទ្ធភាពឲ្យគាត់រៀនបន្តទៅទៀតឲ្យបានត្រឹមបាក់ដប់ដែរណាអញ្ចឹងប្រឹងធ្វើម៉េចយើងទ្រាំលំបាករយៈពេលខ្លីប៉ុន្តែបើកូនយើងបានរៀន6 7 ឆ្នាំនេះណា2 ដល់ 10 ឆ្នាំនេះណាយើងនឹងមានសេចក្តីសុខរយៈពេលវែងតែបើយើងឲ្យគាត់ធ្វើជាខ្ញុំយើងណាបំរើការងារដើម្បីយើងទៅធ្វើកម្មករគេដើម្បីយើងសំណុកបានតែមួយផ្លែទេតែលំបាកពេញមួយពុតតើយើងបានអានិសង្សយ៉ាងម៉េចសម័យពុទ្ធកាលព្រះសម្មាសម្ពុទ្ធមានរឿងច្រើនណាស់អ្នកសាងរូបពុទ្ធនេះក៏ប៉ុន្មាននិយាយតែបុរសម្នាក់ដែលគេឲ្យឈ្មោះគាត់ថាពុទ្ធសោតាបណ្ណបាសកហ្នឹងគាត់ណាពុទ្ធសោតាបណ្ណបាសកហេតុអីបានឈ្មោះគាត់វែងអញ្ចឹងណាពុទ្ធៈហ្នឹងគឺជាអ្នកដែលមានពុទ្ធិចំណេះដឹងឬមានន័យថាអ្នកជ្រះថ្លាក្នុងពុទ្ធអ្នកត្រេកអរក្នុងពុទ្ធរតនៈសោតាបណ្ណឧបាសកគឺជាបុគ្គលដែលសម្រេចសោតាបណ្ណបុគ្គលណាគាត់សម្រេចសោតាបណ្ណបុគ្គលតាំងពីក្មេងហើយស្រឡាញ់ចូលចិត្តពុទ្ធរតធម្មរតសង្ឃរតតាំងពីព្រះអង្គនៅបច្ចុប្បន្ននៅឡើយទៅស្រាប់ធម៌ព្រះអង្គរៀងរាល់ថ្ងៃជាមួយបាសកបាសិកាផ្សេងណានិយាយកាត់សេចក្តីនៃរូតមកដល់ព្រះអង្គបរិនិព្វានទៅសេចក្តីសង្វេគក៏កើតឡើងចំពោះគាត់ណាស្ដាយសំណក់ចំពោះព្រះសម្មាសម្ពុទ្ធហើយមានតែគាត់ទេណាដែលចំណាំប្រភពរបស់ព្រះសម្មាសម្ពុទ្ធព្រោះគាត់កើតតាន់ព្រះសម្មាសម្ពុទ្ធណាអង្គុយស្ដាប់សម្លឹងមើលទៅមុខព្រះដល់ព្រះអង្គបរិនិព្វានទៅរំលឹកណាធ្វើម៉េចដើម្បីកុំឲ្យភ្លេចមុខព្រះរកវិធីសាស្ត្រដេកគិតមើលកុំឲ្យភ្លេចមុខព្រះអញធ្វើគួរធ្វើអីដើម្បីឲ្យចងចាំព្រះនឹងបានយូរដល់ដេកគិតទៅអូអញ្ចឹងមានតែសូនរូបទេបើគូរូបទៅអាចដាច់វាឆាប់បាត់បង់ទៅវិញអញ្ចឹងសូនរូបជំនាន់នោះអត់ទាន់មានពុំចាក់ទេគេសូនសោតាបណ្ណបាសកហ្នឹងពុទ្ធសោតាបណ្ណបាសកហ្នឹងគាត់សូនរូបឡើងគាត់សូនរូបធ្វើរូបព្រះសម្មាសម្ពុទ្ធគាត់រំលឹកនឹកសម័យតរពភៈរបស់ព្រះអង្គអាពងតសោនឹងសម័យតរពភៈរបស់ព្រះអង្គមានរូបរាងយ៉ាងម៉េចមានពភៈយ៉ាងម៉េចភ្នែកយ៉ាងម៉េចចោមយ៉ាងម៉េចណាមាត់នឹងយ៉ាងម៉េចប្រអោសនឹងយ៉ាងម៉េចអីយ៉ាងម៉េចបណេតនឹងយ៉ាងម៉េចអីយ៉ាងម៉េចគាត់សម័យធ្វើដូចបេះដាក់ញោមដល់តែគាត់ធ្វើហើយគាត់យកទៅតម្កល់ធ្វើអាសនៈតម្កល់ហើយអាសនៈនឹងអស្ចារ្យទៀតណាគ្រាន់តែគាត់ធ្វើរូបពុទ្ធបដិមាណារូបតំណាងរបស់ព្រះអង្គហើយយកទៅតម្កល់នៅក្រោមពពោធិព្រឹក្សគ្រាន់តែយករូបពុទ្ធបដិមាទៅដល់ក្រោមពពោធិព្រឹក្សបល្ល័ង្កក៏ផុសឡើងឯងប៉ុន្តែយើងថ្ងៃនេះយើងធ្វើបល្ល័ង្កអត់ផុសឡើងទេមែនទេប៉ុន្តែចំណន់នោះគាត់គ្រាន់តែយកព្រះសម្មាសម្ពុទ្ធរូបពុទ្ធបដិមាទៅដល់ក្រោមដើមពពោធិព្រឹក្សបល្ល័ង្កនឹងផុសឡើងឯងបល្ល័ង្កនឹងផុសឡើងឯងណាយករូបពុទ្ធនឹងទៅតម្កល់ណានៅលើបល្ល័ង្កនឹងហើយគាត់តែងតែមានសេចក្តីជ្រះថ្លាមិនគ្រាន់តែធ្វើឲ្យបោះបង់ចោលទេណាញោមយាយណាស្ដាប់តើណាមែនគ្រាន់តែធ្វើឲ្យຕົកចោលហាងភ្លៀងហាលថ្ងៃអីមួយឆ្នាំដែលមកថ្វាយអង្គមម្ដងអត់ទេធ្វើឲ្យថ្វាយបង្គំរៀងរាល់ថ្ងៃអបោសុទ្ធសិលឲ្យតែថ្ងៃអបោសុទ្ធសិលព្រលឹមឡើងដឹងតែដល់កន្លែងពុទ្ធបដិមាបងទៅបោសទៅជូតទៅលាងទៅសម្អាតទៅស្រោចស្រពសកន្តទៅវរីស្រោចទឹកថ្វាយព្រះអង្គលាងសម្អាតទលីដីបោសសម្អាតអីក្បែរជុំវិញនឹងរូបពុទ្ធបដិមានឹងយកផ្កាទៅថ្វាយណាគ្រឿងជាទីសក្ការៈបូជាឲ្យនមស្ការពុទ្ធរតធម្មរតសង្ឃរតរៀងរាល់ថ្ងៃអបោសុទ្ធសិលចាអស្ចារ្យណាស់បងណាមានសេចក្តីជ្រះថ្លាក្នុងពុទ្ធរតនៈមិនគ្រាន់តែធ្វើឲ្យចោលទេណាយាយណាយើងផ្ទះចិត្តនឹងតនេណាយកទឹកមកថុងស្អាតបាញ់ទឹកអប់បាញ់អីមកលាងសម្អាតថ្វាយបង្គំនមស្ការអីគ្នាយើង4 5នាក់នឹងញឹកមកថ្វាយបង្គំមកលាងសម្អាតឃើញក្មេងឃើញអីវាយកដីយកខោយករបស់មិនស្អាតអីយកទៅពាក់ពីលើអីហ្នឹងប្រាប់ប្រងតម្រង់ផ្លូវគ្នាយល់អំពីតម្លៃនៃការគោរពធ្វើឲ្យត្រូវមានសេចក្តីគោរពផងតោះនេះញោមណាត្រូវតែគោរពពុទ្ធសោតាបណ្ណបាសកចឹងដែរគាត់ធ្វើឲ្យគាត់មានការគោរពជ្រះថ្លាណាស់យល់ទៅថ្វាយអង្គមបូជាគ្រឿងសក្ការៈនមស្ការរៀងរាល់ថ្ងៃអបោសុទ្ធព្រលឹមឡើងដឹងតែដល់ហើយបោសជូតរាល់ថ្ងៃអបោសុទ្ធនិយាយកាត់សេចក្តីនៃរូបមកដល់តែគាត់ដាច់ខ្យល់ស្លាប់ទៅអាសាសៈបសាសៈខណ្ឌ5រត់ចោលរូបទៅគាត់តែស្លាប់ផឹងភ្លាមចតតិបរិសន្ធិសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកចតតិភ្លាមបរិសន្ធិនៅក្នុងស្ថានទេវលោកសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកទល់គ្នាថ្ងៃនឹងអត់តន់មកវិញទេក្នុងកពីដីកាបញ្ជាក់ថាពុទ្ធសោតាបណ្ណបាសកណាគាត់សញ្ញត់ចត់ចាក់ពីឋានទេវលោកលុះត្រាតែពុទ្ធសាសនាមេត្រីប្រតិឋានឡើងក្នុងលោកបានគាត់សញ្ញត់ពីទេវលោកមកកើតក្នុងស្ថានកដាលយើងនេះអញ្ចឹងឥឡូវនេះព្រះសិអាមេត្រីក៏អត់តន់មាន
มันตอนដល់ថ្ងៃព្រះសិអាមត្រីត្រង់សញ្ញត់ព្រះសិអាមត្រីក៏នៅស្ថានទេវលោកដែរនៅឋានទេវលោកដូចគ្នាដោយព្រះសម្មាសម្ពុទ្ធនៃយើងក្តីណាមុននឹងមកកើតណាជាតិចុងក្រោយមុននឹងមកកើតនៅក្នុងស្ថានកដាលនៅក្នុងចម្ពោះទ្វីបណាយើងនេះណាទ្វីបដែលមានដើមព្រីងហ្នឹងមុនមកកើតក្នុងចម្ពោះទ្វីបមុនមកកើតនៅឋានកដាលជាមនុស្សនេះណាព្រះអង្គនៅឋានទេវលោកដូចគ្នាដែរនឹងអញ្ចឹងព្រះសិអាមិត្រីក៏នៅស្ថានទេវលោកពុទ្ធសោតាបណ្ណបាសកក៏នៅស្ថានទេវលោកចាំឲ្យតែព្រះសិអាមិត្រីចុះចាប់បដិសន្ធិនៅក្នុងស្ថានកដាលពុទ្ធសោតាបណ្ណបាសកក៏ត្រូវចុះមកឋានកដាលដូចគ្នាហើយបានបួសរៀនក្នុងសាសនាពុទ្ធព្រះសិអាមិត្រីដូចគ្នាតើណាណាចឹងញោមបានធ្វើប្រពុតថ្ងៃនេះយើងតាំងចិត្តសច្ចាប្រាថ្នាថាសូមមកកើតជាតិណាណាអត់តាន់ប្រពុទ្ធសាសនាមេត្រីនឹងបានបួសរៀនក្នុងសាសនារបស់ព្រះអង្គបានស្ដាប់ធម៌របស់ព្រះអង្គនិងសម្រេចពធជាន់ខ្ពស់ក្នុងសាសនារបស់ព្រះអង្គគ្រប់គ្នាណាញាតិញោមសូមអនុមោទនាពុទ្ធសោតាបណ្ណបាសកគាត់កសាងរូបពុទ្ធសមណគោតមនៃយើងណាតាំងចិត្តសច្ចាប្រាថ្នាសូមមកបានរួមដំណើរជាមួយព្រះសិអាមេត្រីឥឡូវរងចាំបានរួមដំណើរជាមួយហើយនៅឡើយតែយើងគ្រប់គ្នានេះតើយើងបានសន្សំបនិស្ស័យអីខ្លះដើម្បីបានទៅជួបព្រះសិអាមេត្រីនៃសាសនាពុទ្ធជំនាន់ក្រោយប៉ុន្តែមិនតាន់ប្រតិឋានទេព្រោះពុទ្ធសមណគោតមនៃយើងសាសនារបស់ព្រះអង្គតែមតិកន្តានេះកន្លងមកបាន2560ទេតែបានជាងពាក់កណ្ដាលបន្តិចទេប្រហែលថ្ងៃទៀតថ្ងៃ100នេះបានយើងចូលពុទ្ធសករាជ2561ឥឡូវនៅ60នៅឡើយទេណាយេអញ្ចឹងយើងខំប្រឹងណាសន្សំសេចក្តីល្អចម្រើនសេចក្តីល្អហើយបដោះផ្នត់គំនិតកូនចៅយើងណាមួយម៉ាត់ទៀតចុះណាប្រឹងធ្វើម៉េចទោះបីជាញោមក្រក៏ដោយប្រឹងបញ្ជូនកូនឲ្យបានមករៀនសូត្រគ្រប់គ្នាណាដោយហើយទៅឲ្យបានចប់ត្រឹមបាក់ដប់ដែរណាយាយណាដោយហើយទៅឲ្យគាត់រៀនបានចប់ត្រឹមបាក់ដប់ដែរនឹងគោលការណ៍របស់រដ្ឋទៅធ្វើម៉េចដោយហើយទៅឲ្យបានត្រឹមឌីប្លូមប៉ុន្មានថាឌីប្លូមឥឡូវនេះយកប្រើការមិនកើតទេណាអញ្ចឹងដោយហើយឲ្យបានត្រឹមបាក់ដប់ក៏បានត្រឹមបាក់ដប់ណាបើយើងគ្មានលទ្ធភាពឲ្យគាត់រៀនបន្តទៅទៀតឲ្យបានត្រឹមបាក់ដប់ដែរណាអញ្ចឹងប្រឹងធ្វើម៉េចយើងទ្រាំលំបាករយៈពេលខ្លីប៉ុន្តែបើកូនយើងបានរៀន6-7 ឆ្នាំនេះណា2ដល់10ឆ្នាំនេះណាយើងនឹងមានសេចក្តីសុខរយៈពេលវែងតែបើយើងឲ្យគាត់ធ្វើជាខ្ញុំយើងណាបំរើការងារដើម្បីយើងទៅធ្វើកម្មករគេដើម្បីយើងសំណុកបានតែមួយផ្លែទេតែលំបាកពេញមួយជីវិតជំនាន់គាត់មកក៏លំបាកឲ្យយើងស្លាប់ទៅហើយទុកភាពលំបាកទុកភាពល្ងងខ្លៅឲ្យគាត់ណាលំបាកអស់មួយជីវិតលំបាកជាងយើងជំនាន់នេះទៅទៀតចឹងចង់ឲ្យកូនយើងសំណុកចង់ឲ្យខ្លួនយើងសំណុកទៅថ្ងៃខាងមុខត្រូវបញ្ជូនកូនឲ្យមកសិក្សារៀនសូត្រគ្រប់គ្នាណាយាយណាសូមអនុមោទនាឲ្យសង្ឃឹមនឹងជឿជាក់ថាបញ្ជូនកូនមករៀនទុកអត់អាម៉េចក៏ដោយញោមទ្រាំលំបាកបន្តិចចុះឲ្យកូនបានរៀនបានសូត្រណាខំគ្រប់គ្នាបញ្ជូនកូនមករៀនសូត្រគ្រប់គ្នាណាកុំទុកអ្នកខ្លះបកកើតកូនមកខ្លួនឯងលំបាកបកកើតកូនមកទុកធ្វើជាខ្ញុំណាគ្រាន់តែឲ្យគ្នាទៅបម្រើការគេធំបន្តិចញោមមើលខ្មែរយើងកូនយើងខ្លះតែ5 6 10គាត់ឲ្យទៅស៊ីឈ្នួលគេបាត់ណាធ្វើខ្ញុំគេបាត់តលីដែកណាកាត់ដែកធ្វើកម្មករសំណង់អាហ្នឹងហើយណាដែលយើងផ្ដល់ភាពលំបាកឲ្យគាត់មិនមែនលំបាកតែឥឡូវនឹងទេពេញមួយជីវិតរបស់គាត់ណាពីព្រោះលោកអ្នកប្រាជ្ញថាបើយើងខ្វះបញ្ញាហើយល្ងិតឆឹកដូចមេឃវាអត់មានពលឺដឹងមើលទៅណាទេណាលោកឲ្យន័យមួយទៀតថាមានភ្នែកដូចអត់ភ្នែកហ្នឹងវាមើលឃើញបើឃើញតែតាមភ្នែកអត់ឃើញតែបញ្ញាចក្ខុណាឃើញតែក្របភ្នែកនេះមើលឃើញមែនប៉ុន្តែគ្មានបញ្ញាពិចារណាគិតណាដឹងខុសដឹងត្រូវយល់ស្គាល់ហេតុផលហេតុណាចម្រើនហេតុណាវិនិច្ឆ័យអត់មានការវិនិច្ឆ័យអត់មានការពិចារណាណាអញ្ចឹងយើងប្រឹងលើកទឹកចិត្តកូនឲ្យកូនបានសិក្សារៀនសូត្រជាពិសេសកូនស្រីលែងបង្វិលចក្រានមិនជុំលែងប្រើភាសានឹងហើយតោះនេះយាយលះបង់អាភាសានឹងចោលណាសម័យនេះកូនស្រីក៏មានសិទ្ធិស្មើនឹងកូនប្រុសណាការងារសិទ្ធិស្មើគ្នាលែងពឹងប្តីដូចជំនាន់មុនទៀតហើយជំនាន់មុនយើងអត់មានក្រុមហ៊ុននយោជកបុគ្គលិករដ្ឋឯកជនគ្មានស្ថាប័នការងារអីដូចឥឡូវណាប្តីអ្នករស៊ីចិញ្ចឹមហើយក៏ប្តីនឹងគ្មានទៅធ្វើការងាររដ្ឋអីធំដែរសម័យដើមចេញតែទេសល័យទៅជួញប្រែណាដូចជាកតេលដូចជាណាតោកដូចជាខោដូចជាកណាត់អីទិញទួយតែប៉ុណ្្នឹងទេណារបស់ប្រើប្រាស់ប្រចាំថ្ងៃហូបចុកតែប៉ុណ្្នឹងទេអត់ទាន់មានក្រុមហ៊ុនណែណាធ្វើដូចឥឡូវនឹងទេអញ្ចឹងប្រពន្ធត្រូវនៅផ្ទះបើប្តីចេញទៅជួញដូរស្រុកគេខេត្តគេផ្សេងមួយខែ2ខែអីបានត្រឡប់មកផ្ទះវិញអញ្ចឹងប្រពន្ធត្រូវនៅចាំផ្ទះណាអញ្ចឹងមិនបាច់ចាំរៀនអីក៏បានតែចេះតែដាំតែស្លទៅបានហើយជំនាន់នោះមែនទេណាប៉ិនសម័យនេះបើចេះតែដាំស្លគេយកយើងអត់បាន3ថ្ងៃទេតើនេះយាយញោមណាត្រូវចេះមានចំណេះចេះដឹងក្នុងខ្លួនណាប៉ណ្ណឹងចុះមកមិនវែងទេហើយបច្ច័យទេសនាបានប្រមាណចាហ៎412,000
40,000 ចូលបនវិញទាំងអស់ចុះបងហ្នឹងហើយសូមបានបនបានសល់តាមបនិស័យជ្រះថ្លារៀងៗខ្លួនសូមអនុមោទនាបនសាធុសាធុសាធុ